រាប់ម៉ឺនកូនបងប្រុសស្រីណាបាទគឺច្រើនមែនតើនៅក្នុងមួយរោងនេះប្រហែលជា30000កូនបាទអញ្ចឹងបន្តិចទៀតយើងចាប់ផ្ដើមរៀបចំបំបាយវាទៅតាមរោងអញ្ចឹងយើងយកកន្លែងរោងតូចនេះគឺជាកន្លែងភ្ញាស់អញ្ចឹងតិចទៀតខ្ញុំនឹងបញ្ជាក់អំពីទំហំនិងរបៀបពង្រីកនៅក្នុងការបង្កើតមុខរបរចិញ្ចឹមកណ្ដូបនេះបាទអញ្ចឹងសូមតាមដានទាំងអស់គ្នាបាទអញ្ចឹងខ្ញុំបិទទូវិញបាទអញ្ចឹងត្រង់ដែលយើងដាក់ភ្ញាស់នេះគឺមានទទឹងបាទ1ម៉ែត្រពីទឹកបដោយ1ម៉ែត្រកន្លះកម្ពស់របស់វា1ម៉ែត្រពីទឹកបាទនេះឃើញនៅក្នុងរូបស្រាប់ហើយនេះគឺជារោងដែលយើងនឹងត្រៀមបាទពង្រីកដែលមានទទឹងនេះ1ម៉ែត្រកន្លះកម្ពស់2ម៉ែត្របដោយនេះគឺ3ម៉ែត្របាទនេះគឺយើងធ្វើរៀបចំពង្រីកបាទពង្រីករោងហើយយើងដាក់ដបូលវាពីលើថែមអានេះយើងដាក់ដបូលវាពីលើថែមទៀតណាបាទនេះបាទឃើញហើយយើងដាក់រៀនផ្សារវាជាជួរចឹងទៅបាទយើងដាក់កដោបណាធ្វើដូចក្រែដេកមកមុងមកចងមុងចឹងណានេះយើងអាចផ្សារចឹងទៅដាក់ពូកទៅយើងអាចចងមុងបាននេះយើងនិយាយសាមញ្ញណាយើងធ្វើល្មមបាទលក្ខណៈងាយហើយអានេះខ្ញុំបញ្ជាក់ថាកែច្នៃនេះកែច្នៃអាដែកដែលនៅសល់ចាស់យើងអាចធ្វើរោងចិញ្ចឹមកដោបបានបាទហើយណាក្រុមជាងគាត់កំពុងតែដុតដៃដុតជើងគាត់រវល់ការងារច្រើនគាត់នៅឆ្លៀតមកជួយធ្វើហើយជួយរៀបចំឲ្យបានជារោងកដោបថ្មីនេះកើតឡើងហើយពេលរោងកដោបនេះថ្មីនេះកើតឡើងខ្ញុំនឹង live វីដេអូបន្តទៀតបាទនេះនៅក្នុងកសិដ្ឋាន400ផ្ទាល់ណាបាទនេះបងប្រុសបងស្រីឃើញវីដេអូនេះហើយខ្ញុំតែងតែបញ្ជាក់តែងតែចែករំលែកជូនបាទជាបន្តឃើញដែកនៅសល់ចាស់ដែលយើងរើពីទ្រង់មន់រើអីមកយើងអាចឆ្នៃទៅយើងអាចធ្វើអានឹងបានបាទឃើញទេឆ្នៃទៅបាទអស់លុយតិចតួចមិនមែនថាអស់លុយទេអស់លុយតិចតួចណាថ្លៃជាងបាទថ្លៃភ្លើងអានឹងតិចតួចទេនៅក្នុងហ្នឹងណាបាទអញ្ចឹងប៉ុន្តែយើងបានរោងកដោបយើងនេះ